ជាវាមិនសំទោសវាកើវាមើលងាយហើយវាប្រមាថរោសម្រាប់លោកថាស៊ីថាទៀតថាមកមិនញ៉ាំអត់ដឹងគុណយួននេះចឹងងាកមកវិញគឺកុំភូតភរកុហកនៃអតីតកាលប្រវត្តិសាស្ត្រនិងការពិតអាទាំងអស់នឹងហើយដែលយួនមិនអាចធ្វើត្រាក្នុងខ្មែរបានហើយលោកហ៊ុនសែនមិនអាចមានថាការចរចាជាមួយសម្ដេចសៀនុនៃរដ្ឋាភិបាលត្រីភាគីទេពួកគាត់អស់ហើយអស់អ្វីដែលខ្ញុំបានបញ្ជាក់ទាំង4 5ចំណុចហ្នឹងហើយខាងតស៊ូហេតុអីបានខ្លាំងហេតុអីបានគេទទួលស្គាល់កម្ពុជាជាកបតៃដាក់ទង់ជាតិដាក់កៅអីនៅក្នុងការប្រជាជាតិដោយជាកាលពីមុនជារដ្ឋាភិបាលមួយហើយការដែលមានការកាត់សម្លាប់រង្គាលហ្នឹងក៏គេត្រៀមទៅស៊ើបអង្កេតនៅថ្ងៃទី15ខែមករាឆ្នាំ1979តាមការដែលគេហៅគណៈកម្មាធិការសិទ្ធិមនុស្សក្នុងការប្រជាជាតិគេហៅរៀងសេរី2ដងតាម77និង78នៃការដួលរលំហ្នឹងឲ្យទៅបំភ្លឺឲ្យគេត្រៀមបង្កើតគណៈកម្មការតាមការទាមទារនៃអង្គការសិទ្ធិមនុស្សអង់គ្លេសមួយដែលគេបានធ្វើរបាយការណ៍ជាង8000ទំព័រទាក់ទងនឹងការរំលោភសិទ្ធិមនុស្សការរើសអើងការបលែងពូជសាសន៍សម្រាប់រង្គាលអីចឹងប៉ុន្តែដែលយួនឆក់ឱកាសមុនឆក់ឱកាសចំបុណ្យគ្រិស្មាសឆក់ឱកាសចំចូលឆ្នាំសកលគឺថាអន្តរជាតិគេវ៉ាកងគេដើរកំសាន្ត holiday អញ្ចឹងទៅព្រោះអត់មានឱកាសកាន់ធ្វើការប៉ុន្តែគេយកអាពេលហ្នឹងហើយបើយួនអត់មានផែនការមកសម្រាប់ខ្មែរមកយកដីខ្មែរទៅវាអត់ងាយដែលទៅវាយប្រទេសមួយរយៈពេល2អាទិត្យ3អាទិត្យបានភ្លាមទេមកពីគេបំបែកក្រុងខ្មែរក្រហមគេដាក់ចារកម្មចារកិច្ចកងទ័ពគេយកមកសោកសៀតហើយរួចផ្សេងដាក់ផែនការគេដាក់ប៊ុំយកទៅបណ្ដោះចឹងអានេះជាចំណុចដែលយើងឃើញថាដោយសារតែសម្ពាធសូវៀតដួលរលំរដ្ឋាភិបាលហ៊ុនសែនគេអត់ទទួលស្គាល់ខុសច្បាប់គេហុំព័ទ្ធសេដ្ឋកិច្ចគេមិនឲ្យមានកៅអីនៅក្នុងការសន្តិជាតិអន្តរជាតិគេអត់ផ្ដល់ជំនួយអត់ជួយអីហើយខាងអ្នកតស៊ូខ្លាំងទៅបានដោយសារតែសហរដ្ឋអាមេរិកដោយសារចិននៅគ្រប់គ្រងសៀមគ្រប់គ្រងអានឹងដែលមានកម្លាំងខ្លាំងហើយគេមើលទៅលក្ខណៈតាមច្បាប់អន្តរជាតិគឺបតីមួយរំលោភបតីមួយគឺជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអធិបតេយ្យភាពឯករាជ្យភាពបូរណភាពទឹកដីទាំងអស់ហ្នឹងអានេះជាចំណុចដែលយើងឃើញថាអ្នកតស៊ូមានមកដល់ពេលនេះគឺថាដោយសារតែដើម្បីរំដោះប្រទេសជាតិមួយដោយសុចរិតដោយមិនចង់ឃើញការឈ្លានពានការជឿជ័យពីបរទេសបាទលោកមីសវណ្ណរាកំឡុងពេលនៃការប្រយុទ្ធគ្នារវាងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាជាមួយនឹងក្រុមអ្នកតស៊ូនៅជំរុំជាដែនខ្មែរថៃយើងឃើញថាខាងរបបសាធារណរដ្ឋប្រជាមានិតហ្នឹងគឺបានចាប់បង្ខំប្រជាពលរដ្ឋខ្មែរហ្នឹងឲ្យទៅធ្វើជាធានដើម្បីទៅច្បាំងជាមួយនឹងខ្មែរគ្នាឯងខ្ញុំចង់ជំរាបសួរលោកថាតើទាហានដែលបានចូលរួមតស៊ូច្បាំងជាមួយនឹងរណសេរីជារំដោះប្រជាពលរដ្ឋខ្មែរតបតទៅនឹងទាហានខាងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាតើមានការចាប់បង្ខំអីដូចខាងក្នុងប្រទេសនេះទេបាទអត់មានទេអត់មានពួកខ្ញុំដឹងច្បាស់79គឺទឹកចិត្តរបស់ខ្មែរតស៊ូព្រោះគាត់ធ្វើអតីតកាលប្រវត្តិសាស្ត្រជាមួយយួននោះវាច្រើនមកតាំងពីតាមក្បាលតេអង្គតាំងពីសម័យយួនជាកុងយួនជាមិញរហូតមកចូលឈ្លានពានប្រទេសគាត់ទៀតគាត់ខ្មែរយើងគាត់ថាអត់ស្រួលទេមិនស្រួលបាត់ដោយចម្ប៉ាបាត់ដោយកម្ពុជាក្រោមចឹងគាត់ទៅតស៊ូទឹកចិត្តគាត់ចាញ់ពីភាពអង្អាចក្លាហានក្នុងនាមខ្មែរជាពូជអង្គរហើយយើងអត់ចង់ប្រាប់ពាក្យខ្មែរជាពូជអ្នកចម្បាំងទេយើងមិនដែលទៅចម្បាំងរំលោភប្រទេសណាមានតែប្រទេសគេមករំលោភប្រទេសយើងអញ្ចឹងអ្នកតស៊ូនៅតាមជាដែនមិនថាចលនាហ៊ុនស៊ិនប៉ិចដឹកនាំដោយសម្ដេចសៀនុចលនារណសេរីជាតិដល់ជាខ្មែរកងទ័ពជាតិដល់ជាខ្មែរដឹកនាំដោយលោកតាទឿនសានតស៊ូសខននេះហ្នឹងគឺថាមានទាំងខាងខ្មែរក្រហមដឹកនាំដោយលោកខៀវសំផនពលពតតមុកអីសុនសេននេះគឺថាគាត់ស្ម័គ្រចិត្តអត់ត្រល់ហើយរហូតមានពួកយើងជានិស្សិតដែលមិនទាន់ពេញវ័យគ្រប់គ្រាន់ផងប៉ុន្តែពេលនោះយើងនៅរៀនវិទ្យាល័យតាមជំរំព្រំដែននៅខ្សែធូនហើយយើងស្ម័គ្រចិត្តទាំងកម្មាកព្រាទាំងសើនេះយើងស្ម័គ្រចិត្តចុះមកជួយសែនក្របជួយជូនក្របជួយជូនបាយជូនអីពីបងប្អូនខ្មែរនៅតាមជំរំខ្សែធូនហ្នឹងប្រមូលយកមកឲ្យកងទ័ពយើងច្បាំងទៅទៀតអាចុងក្រោយដែលឈានទៅរកការចរចាគ្នាដើម្បីឲ្យមានថ្ងៃ23តុលាឆ្នាំ91គឺយើងវាយខ្លាំងមែនតើរហូតដល់ខាងប៉ុនសំពេចក៏រំដោះបានតំបន់មួយចំនួននៅរំចង់អូស្មាច់7ពងទឹកទលេសអញ្ចឹងទៅខាងតាទឿនសានរណសេរីជាដល់ជាខ្មែរកងទ័ពសក់សុសខនហ្នឹងវាយបានខាងតំបន់ដោះប្រទីឆ្មាបពួកមកដល់ពាក់កណ្ដាលចិត្តដល់ស្វាយជ័យអញ្ចឹងទៅខាងខ្មែរក្រហមក៏វាយបានតំបន់ម៉ាឡៃតំបន់អីក្នុងព្រឹកសពៅលូនអីបៃលិនអីមកវិញអញ្ចឹងទៅបានយើងដាក់អ្នកតស៊ូអ្នកឯងជូនក្រំអញ្ចឹងច្បាំងចុងក្រោយគឺឆ្នាំ1989ច្បាំង
ច្រើនមែនទែនហើយខ្មែរយើងក៏មានការស្លាប់ចូលបើនិយាយគិតទាំងក5ដែរចាត់តាហ៊ានដែលបញ្ជូនពួកសត្វនៅក្នុងសម័យរបបស្ថាបនារដ្ឋជាតិកម្ពុជាឬក៏របបរដ្ឋកម្ពុជាហ្នឹងក៏ស្លាប់ច្រើនដែរស្លាប់រវាងខ្មែរនិងខ្មែរផងយួននេះផងខ្មែរយើងមិនតិចជាងកន្លះលានទេចិនមានផងគេបញ្ជូនឲ្យកាប់ឈើកាប់អីហើយយួនដាក់មានសិតតែមានពួកសូវៀតតែបិឆោតខ្មែរទៅគេដាក់មានពីមុខឲ្យយើងដើរជើងទៅគេថាមាននឹងគ្មានខ្មែរក៏អមប៉ុន្តែពេលយើងទៅឃើញសបកមានទៅមានសមមកពីសូវៀតហើយក៏មានខាងចិនយើងដឹងថាផលិតទៅចិនគឺខាងខ្មែរក៏អមខាងអ្នកតស៊ូតាសឿនសានណាគឺមានផលិតដោយសហរដ្ឋអាមេរិកអញ្ចឹងទៅវាសិតតែមានផ្លាគេប៉ុន្តែទីបំផុតយើងខ្មែរយើងឈ្មោះគ្នាចាញ់តែបោកយួនប៉ុន្តែពេលនេះខ្មែរឆ្លាតខ្មែរមានប្រព័ន្ធ Facebook ខ្មែរដឹងពីប្រវត្តិសាស្ត្រការពិតអ្នកដែលដឹកនាំមិនមែនជាប្រយោជន៍ខ្មែរខ្លួនជាខ្មែរប៉ុន្តែលះបង់ប្រវត្តិសាស្ត្រប៉ុន្តែទីបំផុតគឺថាអាពូជច្រើននេះចាញ់អាខ្មែរចាញ់យើងចាប់ដើមឯកភាពជាគ្នាឡើងវិញទៅដឹកនាំធ្វើការជាមួយគ្នាឆ្លោះគ្នានៅក្នុងនីតិបញ្ញត្តិរដ្ឋសភាទៅឆ្លោះគ្នានៅអ្វីដែលមានហេតុផលឲ្យគ្នាទៅវិញទៅមកកុំឲ្យចេះឯងក្រែងចេះឯងចេះមានណាដល់អញមានតែអញតែអានឹងចប់ហើយយើងត្រូវប្រើពាក្យថាយើងទាំងអស់គ្នាមិនមែនខ្ញុំទេបាទចឹងយើងឃើញថាចង់បានបញ្ហាហ្នឹងហើយខាងអ្នកតស៊ូគឺថាមិនដែលបង្ខំទេគឺថាស្ម័គ្រចិត្តទៅធ្វើទៅហ៊ានដើម្បីច្បាំងយួនចឹងបាទលោកមេសវណ្ណរាចង់សួរលោកមួយទៀតថាតើមកដល់ពេលនេះហ្នឹងរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរហ្នឹងបានរលាយបាត់ហើយនៅឬក៏នៅតែមានអង្គការចាត់តាំងនៅឡើយទេបាទយើងមើលឃើញជារូបភាពយើងឃើញថារណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរបង្កើតមកជាគណៈបកសេរីនិយមពុទ្ធសាសនាដឹកនាំដោយលោកតាហ៊ុនសែនទទួលបានសម្លេងឆ្នោតឆ្នាំ1993 10កៅអីហើយ98មកក៏មានការ95មានការធ្វើសមាជបំបែកគណៈបកជា2ដោយលោកទៀងមលីដែលកាលនោះជាអគ្គលេខាធិការនៃរណសិរ្សជាតិរបស់យើងខ្មែរហើយកាលពីឆ្នាំ1985ជំនាញទៅក្រោយតិច1985នោះលោកតាហ៊ុនសែនលោកបានយកលោកទៀងមលីទីក្រុងប៉ារីសប្រទេសបារាំងយកមកធ្វើអគ្គលេខាធិការនៃរណសិរ្សជាតិរបស់យើងខ្មែរនឹងហើយបានធ្វើឲ្យរណសិរ្សជាតិនឹងបែកជា2ប្រជាពលរដ្ឋជំនុំតែទូដែលមានជីវិតជាង370,000នាក់ហ្នឹងបានពុះចែកជា2មានជំរំអ្នកគ្រប់គ្រងលោកតាស៊ុនសានមានជំរំអ្នកគ្រប់គ្រងលោកសាសុសខនលោកសាសុសខននឹងក្រុមលោកបៀនតែលោកប៉ាន់ថៃនិងប្រធានជំរំលោកធូថនធូថឹកមានជាការមួយចំនួនហ្នឹងគឺថាគាត់អត់គ្រប់គ្រងលោកតាស៊ុនសានក្នុងការយកលោកវាងមលីមកធ្វើអគ្គលេខាធិការនៃរណសិរ្សជាតិរបស់ជាខ្មែរហ្នឹងបានជាមានការបែកបាក់ដល់បែកបាក់ហ្នឹងហើយបានចូល93បង្កើតគណៈបកហើយចែកគ្នាគណៈបកលោកតាស៊ុនសានសេរីនិយមពុទ្ធសាសនាគណៈបកលោកតាសក់សុសខនគណៈបកជាទឹកតែសេរីក្បាលដំរីចឹងហើយប៉ុន្តែកល93ហ្នឹងគណៈបកក្បាលដំរីរបស់លោកតាសុសខនហ្នឹងក៏អត់ជាប់ឆ្នោតទេជាប់ខាងលោកតាស៊ុនសានបាន10កៅអីបាន10កៅអីបានដល់95ហ្នឹងគឺប្រមាណហ្នឹងលោកអៀងមលីហ្នឹងត្រូវបានគេចោទថាលោកហ៊ុនសែនតែងឬក៏ចូលនយោបាយជាមួយលោកហ៊ុនសែនទៅបំបែកគណៈបកហ្នឹងព្រោះគេដឹងថាចលនាតស៊ូមានអ្នកចេះច្រើនហើយបានមានជីវៈគ្រប់គ្រងវាគួរសមដែរបន្ទាប់ពីពេលនោះគេឆ្លាញ់ស្ដេចច្រើនគេឆ្លាញ់សន្តិភាពគឺ95នេះសមាជនៅវត្តមហាមន្ត្រីមានបោកក្បែករបស់ពេលធ្វើសមាជមានលោកតាស៊ុនសានហើយខ្ញុំនៅទីនោះធ្វើនៅវត្តមហាមន្ត្រីចិត្តស្តាតអូឡ িম্প ពិកហ្នឹងបាន98ហ្នឹងបោះឆ្នោតដូចខ្ញុំថាអញ្ចឹងគឺលោកសុសខនលោកអៀងមលីបង្កើតគណៈបកមួយដែរទៅហើយលោកតាស៊ុនសានបង្កើតគណៈបកមួយដែរទៅប៉ុន្តែអត់ជាប់បានរលាយគណៈបកអស់មកដល់ឥឡូវហ្នឹងប៉ុន្តែលោកសួរថាតើរណសិរ្សជាតិរបស់ខ្មែររលាយនៅមាននយោបាយចាត់តាំងទេគឺរលាយតែគណៈបកតែមនុស្សហើយនឹងចលនាអ្នកតស៊ូដែលសពថ្ងៃនេះមានក្មេងៗសាក្រោយមានរូបខ្ញុំផងដែរជាចលនានិស្សិតនៅតាមជំរំហ្នឹងគឺថាយើងនៅមានក្រុមគូកនមិត្តភ័ក្តិអីនៅច្រើនណាស់ធ្វើការនៅក្នុងអង្គការសង្គមស៊ីវិលនៅក្នុងអង្គការអន្តរជាតិខាងជំនួយជួញដូរនៅក្នុងគណៈបកនយោបាយហើយយើងនិយាយថាក្នុងគណៈបកនយោបាយមួយគឺចលនាតស៊ូរណសិរ្សនេះអត់ទាន់ស្លាប់ទេគឺនៅក្នុងគណៈបកសង្គ្រោះជាតិនេះឯងនៅក្នុងគណៈបកសង្គ្រោះជាតិអ្នកណាខ្លះលោកសើមសូពីលោកគៀសកុនអ្នកណាទៀតលោកសំទេពីខាងប៉ុនសម្បត្តិបាទក៏ដូចជាអ្នកចលនាអ្នកតស៊ូដែរមានលោកកឹមសុខាដែលជាអគ្គលេខាធិការនៃគណៈបកលោកតាស៊ុនសានឆ្នាំ98បន្តមកយើងឃើញថានៅមានច្រើនអ្នកចេះដឹងដែលជាអតីតដែលធ្លាប់ជាមេតបធ្លាប់ជាអ្នកដឹកនាំផ្នែករដ្ឋបាលស៊ីវិលធ្លាប់ជាអ្នកគ្រប់គ្រងអ្នកចេះអ្នកប្រាជ្ញហើយដូចបណ្ឌិតឡាវម៉ុងហាយឯងសុទ្ធតែចេះ
មការសង្គមស៊ីវិលនិងគណៈបក្សសង្គ្រោះជាតិចឹងយើងឃើញថាអ្នកតស៊ូអត់ទាន់បានរលត់រលាយទេគឺថាមានតែកម្លាំងខ្លាំងទៅដើម្បីបង្ហាញពីអតីតកាលប្រវត្តិសាស្ត្រប្រឈមមុខនឹងការពិតដើម្បីរំដោះប្រទេសយ៉ាងហើយធ្វើឲ្យរីកសាយដល់យុវជនជំនាន់ក្រោយដែលជាក់ស្ដែងនៅខ្លួនខ្ញុំនេះស្អែកនេះគឺថាខ្ញុំបានទៅរៀបចំវិធីរំលឹកវិញ្ញាណក្ខន្ធបាំងស្គរដល់យុវជនដែលបានស្លាប់ពលីជីវិតដោយសារតែច្បាំងឲ្យយួនចេញពីប្រទេសកម្ពុជាក្នុងសម័យឈ្លានពានពី79មកដល់ឆ្នាំ89នៅតំបន់បឹងតគួនស្រុកមកពួកគុំកូនខេត្តទីមានជ័យនេះដើម្បីយើងរំលឹកឲ្យយុវជនឲ្យជំនាញនាំក្បួនយុវជនស្អែកហ្នឹងទៅឲ្យគាត់យល់ពីប្រវត្តិសាស្ត្រចំណាចាអសថ្មអ្នកណាស្លាប់អ្នកណាយ៉ាងម៉េចហ្នឹងនៅទីនោះមានទាំងអស់ឲ្យគាត់ដឹងថាប្រវត្តិសាស្ត្រការពិតគឺអញ្ចឹងមកសំបីយួនគេមានស្ទូបអនុស្សាវរីយ៍ក៏គេឈ្លានពានប្រទេសយើងគេធ្វើស្ទូបនៅគ្រប់ខេត្តមួយចំនួនតាមពីស្វាយរៀងរហូតដល់កំពង់ឆ្នាំងកំពង់សោមកពោតហើយមានទាំងអស់ហើយនៅទីក្រុងភ្នំពេញមានទល់មុខវត្តបទុមអីទៀតចឹងរឿងអីយើងអ្នកតស៊ូមួយដែលរំដោះប្រទេសបានទាំងការតស៊ូប្រយុទ្ធផងទាំងនយោបាយលើឆាកអន្តរជាតិផងយើងមិនអាចថែរក្សាតោរបស់អ្នកតស៊ូខ្មែរយើងបានអានេះជាចំណុចដែលយើងមើលឃើញថាមកដល់ពេលនេះគឺអ្នកតស៊ូនៅមាននយោបាយចាត់តាំងអត់ទាន់រលាយឡើយប៉ុន្តែយើងធ្វើនយោបាយ3ទសវត្សរ៍មុននឹងមកដល់ឥឡូវទៅរកបច្ចុប្បន្នអនាគតកាលគឺថាយើងអត់អាចតស៊ូដើម្បីបំផាយខ្មែរទៀតទេយើងតស៊ូតាមបែបអហិង្សាតស៊ូតាមបញ្ញាញាណតស៊ូក្នុងនាមជាអ្នកនយោបាយមិនតែយកអំណាចដើម្បីបំផាយជាតិទេតែយកអំណាចដើម្បីជាកិត្តិយសជួយដល់ជាតិជួយដល់ជីវរដ្ឋរំដោះនៅទុករបស់ខ្មែរទុកទៅលើអីទុកសេដ្ឋកិច្ចទុកការជិះជាន់របស់អ្នកដឹកនាំពីមួយជំនាន់ទៅមួយជំនាន់បន្សល់ទុកឲ្យប្រជារដ្ឋខ្មែរឲ្យយុវជនខ្មែរនឹងតែងតែបង្វែងបង្វាន់ផ្លេចពីប្រវត្តិសាស្ត្រផ្លេចពីការជិះចាប់ផ្លេចពីការរំដោះការទប់ស្កាត់កុំឲ្យជាតិរត់លាយបាទនេះជាចំណុចដែលខ្ញុំចង់បញ្ជាក់ចុងក្រោយនេះបាទលោកមេសវណ្ណរាសំណួរចុងក្រោយខ្ញុំចង់ឲ្យលោកជួយបង្ហាញតិចថាតើសមិទ្ធផលរបស់រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរទទួលបានអ្វីខ្លះនៅទីចុងបញ្ចប់នៃការតស៊ូជាមួយនឹងខាងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលមានយន្តជាអ្នកបន្ទប់និងជួយគ្រប់គ្រងជានិច្ចនោះបាទសមិទ្ធផលដែលយើងបានទទួលដោយខ្សែខ្សោយហើយដែលមិនអាចបំភ្លេចបានជាលក្ខណៈប្រវត្តិសាស្ត្រហើយគេដឹងឮជាថ្នាក់ជាតិជាពិសេសអន្តរជាតិនោះគឺដោយសារតែកងទ័ពជាតិរបស់ជាខ្មែររណសិរ្សជាតិរបស់ជាខ្មែរតស៊ូនេះហើយបានមានថ្ងៃ23ដុល្លារឆ្នាំ1991ហើយបើគ្មាន23ដុល្លារឆ្នាំ1991ទេប្រហែលជាប្រទេសកម្ពុជានឹងយួនយកបាត់ទៅហើយពួកគេត្រៀមដាក់រដ្ឋកម្ពុជាហើយដឹកនាំដោយលោកហ៊ុនសែនក្នុងទសវត្សរ៍ចុងក្រោយនេះ89 90 91នេះហើយបើគ្មាន23ដុល្លារឆ្នាំ1991បើគ្មានអ្នកតស៊ូរដ្ឋាភិបាលត្រីភាគីបង្ហាញការច្បាំងការតវ៉ាជាលក្ខណៈអន្តរជាតិទេក៏មិនអាចមានគណៈបកប្រជាជនកម្ពុជានេះមកដល់សពថ្ងៃមានបានលុយរាប់ពាន់រាប់លានមានបុណ្យមានស័ក្តិហើយពួកគាត់សមមិត្តនឹងសមមិត្តទីទាំងកកំប៉ុងមានអ្នកណាគេឲ្យចាយលុយ1001នេះ1002 1003នេះរឿងរ៉ាវទៀតគេថាអានឹងអត់ល្អជាមួយនឹងបកជនបកឯនឹងខុសទៀតប៉ុន្តែបកទៅវិញថាបើគាត់បានប៉ុណ្ណឹងហើយតើគាត់ចង់បានអីទៀតស្ទុយតែគាត់និយាយថាពី79មកបានតែទៅមកដល់ឥឡូវចង់បានអីទៀតពីជាប្រវត្តិនោះតែគាត់គួរតែនិយាយប្រាប់ជីវិតថាខ្ញុំពីបានតែទៅមកដល់ឥឡូវខ្ញុំមានមួយរាប់ពាន់លានមានអំណាចបំសាក់មានអំណាចឯកឧត្តមអុកញ៉ាហើយខ្ញុំលែងចង់បានខ្ញុំជួយបងប្អូនវិញប៉ុន្តែអត់អញ្ចឹងវាមានតែចំស្វីប្រជាពលរដ្ឋរំលោភបំពានគេលើមិនបានយកដីគេខឹងក្អានគណៈបកនយោបាយអានឹងជាចំណុចដែលយើងឃើញថាជាការមួយដែលយើងមិនអាចទទួលយកបានទេហើយសមិទ្ធផលតែជារំដោះជាតិខ្មែរនេះគឺថាមិនអាចបំភ្លេចបានជាលក្ខណៈប្រវត្តិសាស្ត្រទេដែលនាំឲ្យមានសន្តិភាព23ដុល្លារឆ្នាំ1991ជាមួយនឹងចលនាពីរទៀតគឺចលនាសហនុនិយមប៉ុនសម្បត្តិនិងចលនាកម្ពុជាជាតៃខ្មែរក្រហមជាសម្ផននៃជាដើមបាក់ទុកសោកដែលយើងមិនអាចបំភ្លេចបានគឺទឹកចិត្តភាពក្លាហានដែលបានលះបង់បូជាជីវិតកាយចិត្តវាចាទាំងរស់ដើម្បីរំដោះប្រទេសច្បាំងជាមួយយួនឈ្លានពានចេញទៅមានអ្នកតស៊ូយុទ្ធជនយើងបានស្លាប់មិនថាចលនារណសិរ្សជាតិរបស់ជាតិខ្មែរចលនាខាងសេនុខាងខ្មែរក្រហមកម្ពុជាជាតៃហ្នឹងទី1បានតែគាត់បានលះបង់ជីវិតដើម្បីយកទៅទុកកុំឲ្យជាតិរលាយដោយសារតែគេមករលូកទៀតទី2យើងបានបន្សល់ទុកនៅស្ទូបអនុស្សាវរីយ៍នៅខេត្តបន្ទាយមានជ័យនៅព្រំដែនសៀមជិតនឹងក្រុងតាផ្ចាខេត្តតាកែវ
ទី3យើងបានបន្សល់នៅអិសរាជជនមិនថាផ្នែកស៊ីវិលនិងយោធាបានធ្វើការនៅក្នុងរដ្ឋាភិបាលបច្ចុប្បន្ននេះដែរមេតបមេអីហ្នឹងទោះបីជាទិញពីដូរគេគម្រាមកំហែងក៏គាត់មានឱកាសក្នុងការបង្ហាញថាគាត់ជាអ្នកតស៊ូមួយរូបដែរដែលបានបូជាជីវិតបូជាកម្លាំងកាយបញ្ញាញាណចំណេះវិជ្ជានឹងជួយកសាងប្រទេសគាត់ក្រោយពីបានរំដោះឲ្យយួនចេញពីប្រទេសកម្ពុជាទី3និស្សិតបញ្ញវន្តក៏ដូចជាអិសរាជជនផ្នែកស៊ីវិលក៏បានចូលជួយក្នុងអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសក្តីនៅក្រៅប្រទេសក្តីហើយអ្នកចេះដឹងមួយចំនួនដូចជាបណ្ឌិតពីងកាហ្វាក៏ដូចជាបណ្ឌិតឡាមង្ហៃលោកសាយបុរីរួមជាមួយអ្នកចេះជាច្រើនទៀតនៅស្រុកបារាំងនៅអាមេរិកនៅអូស្ត្រាលីនៅកាណាដានៅញូហ្សេឡង់ដែលគាត់មកជួយអ្នកតស៊ូនេះទៅនោះគាត់បានបញ្ចេញទៅតាមគំនិតនិងចំណេះគាត់រៀនតាមសាកលវិទ្យាល័យផ្សេងៗធ្វើជាសភៅបង្ហាញអំពីភាពជួយចាប់សង្គ្រាមនៅកម្ពុជាវិបត្តិកម្ពុជាយ៉ាងម៉េចយុទ្ធសាស្ត្រយួនហើយជាមិនយ៉ាងម៉េចគឺថាគាត់បានផ្សព្វផ្សាយនៅលើឆាកអន្តរជាតិឲ្យគេបានដឹងថាកម្ពុជាជាប្រទេសមួយដែលរងគ្រោះដោយសារតែការជិះចេញពីប្រទេសជិតខាងហើយសេដ្ឋកិច្ចរបស់ខ្លួននិងជាតិខ្មែររបស់ខ្លួនត្រូវធ្វើអីសម្រាប់ទិសដៅទៅមុខឲ្យវិញឆ្ងាយការពារទឹកដីប្រទេសរបស់ខ្លួនហើយមានចំណុចជាច្រើនទៀតគឺថាយុវជនជំនាន់ក្រោយដែលនៅក្នុងជំរំនោះគាត់បានរៀនសូត្រចេះដឹងមកគាត់បានចូលមកប្រឡូកនៅក្នុងផ្នែកនយោបាយបានលេចធ្លោលេចអីនៅតាមគណៈបកនយោបាយនៅតាមក្រសួងនៅតាមក្រុមហ៊ុនផ្សេងគឺថាយើងមានច្រើនដែលបានបន្សល់ស្នាដៃទុកឲ្យហើយទាំងអស់នឹងហើយជាការជីកឫសនឹងមិនមែនបំផ្លាញខ្មែរទេជីកឫសនៃរបៀបរបបនៃការដឹកនាំរដ្ឋបាលនោះវាអត់បានតាមស្តង់ដារនៃគោលការណ៍លទ្ធិជាតិនិងការគ្រប់គ្រងនោះគឺរបបផ្ដាច់ការហើយយើងធ្វើឲ្យកុម្មុយនីសដែលធ្លាប់តែផ្ដាច់ការធ្លាប់តែសម្លាប់សោកឯនឹងគម្រាមកំហែងនេះគឺថាធ្វើមកដល់ឥឡូវនេះគឺថាពួកគាត់លែងមានអត្តពលជាមួយនឹងយុវជនជាមួយនឹងប្រព័ន្ធព័ត៌មានវិទ្យា Facebook អីណាអាទាំងអស់នេះជាការបង្រៀនការរំមកនៅផ្លែផ្កាយនៃអតីតចលនាអ្នកតស៊ូដែលមានការចេះដឹងដែលបានតស៊ូរួចហើយនេះមកចូលរួមចំណែកកសាងសង្គមជាតិហើយយើងមើលពី93មកតែចូលធ្វើនយោបាយបោះឆ្នោត93សម្រាប់ខ្មែរគ្នាឯងគណៈបកនយោបាយឬអើ98មុននេះមានរដ្ឋបហា97នៅចំណែកគ្នារវាងយោធាស្វាមីភក្តិជាមួយហ៊ុនសែននិងនរោត្តមរណរដ្ឋច្បាំងគ្នាសង្គ្រាមមួយសាទៅទៀតទៅមកពី2003នេះនៅមានទំនាស់ឬអើងនយោបាយហើយបញ្ចប់ពី2008មកដល់2013 2012 2013បោះឆ្នោតចុងក្រោយនេះគឺជំរឹះចុងក្រោយការតស៊ូតាមបែបអហិង្សាឆ្ពោះទៅរកការផ្លាស់ប្ដូរតាមបែបអហិង្សាគឺឃើញការមានចាញ់ណែនចឹងហើយយើងឃើញថាកុម្មុយនីសតែយើងអត់អាចប្រមាថបានទេប៉ុន្តែខ្ញុំក៏នៅមានសង្ឃឹមថាអ្នកស្នេហាជាតិដោយការពិតដោយសេរីយកគោលការណ៍យុត្តិធម៌ជាធំយកសេរីភាពនៃការបញ្ចេញមតិជាចម្បងគឺថាមិនអាចទប់ស្កាត់នៃការពិតបានទេចឹងហើយគេឃើញថាពីភាពល្ងិតមកដល់ឥឡូវគឺថាភាពល្ងិតកាន់តែថយខ្លាំងទៅភាពលឺស្វាងនៃការពិតបានបង្ហាញធ្វើឲ្យយុវជនជំនាន់ក្រោយគាត់ឈឺឆ្អាលគាត់ចង់ដឹងឮពីប្រវត្តិសាស្ត្រការពិតមិនបាច់កំ ផ្លៃក៏បានដែរទោះបីរដ្ឋាភិបាលបច្ចុប្បន្នព្យាយាមតាមក្រសួងអប់រំមិនចង់បង្ហាញពីប្រវត្តិសាស្ត្រការពិតឲ្យបានច្រើនថាតែពីលើកថ្ងៃ7មករាជាថ្ងៃសង្គមថ្ងៃកំណត់ទី2ប៉ុន្តែបើរដ្ឋាភិបាលបង្ហាញការពិតគួរឲ្យដឹងថាមុន7មករាទៅ9នោះវាមានអីមាន17មេសាមុន17មេសានោះវាមាន18 30មីនាមុន30មីនានោះវាមានអីមានយន្តជាកង់ជាមិញមុននឹងមានខ្មែរអ៊ីស្រាអែលការតស៊ូយុទ្ធសាស្ត្រឥណ្ឌូចិនពួកយួនពួកសូវៀតពួកអីមិនបានមានការធ្វើឲ្យច្បុកច្បល់នៅជ្រោយឥណ្ឌូចិនមានលាវមានយួនមានខ្មែរហើយវិបត្តិនយោបាយសេដ្ឋកិច្ចដែលយួនជាចម្បងក្នុងការបាត់រៀលឲ្យកម្ពុជាមានសង្គ្រាមអានេះយើងត្រូវបង្ហាញអំពីអ្វីឲ្យជាការពិតទាំងអស់គ្នាដើម្បីទុកឲ្យក្មេងៗក្រោយគេពិចារណាយើងដឹកនាំស្អាតស្អំគេគ្រប់គ្រងយើងដឹកនាំមិនស្អាតស្អំក៏ហក់พูด